ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងរ៉ាវថ្មីមួយទៀតមកចែករំលែកដល់ពុកម៉ែបងប្អូនអស់គ្នាឲ្យបានដឹងហើយរឿងរ៉ាវមួយនេះពិតជាប្លែកខ្លាំងមែនទែនតាក់ទងទៅនឹងតាយាយមួយគូដែលធ្លាប់ជាប្តីប្រពន្ធនឹងគ្នាហើយពួកគាត់បានលែងលះគ្នាអស់រយៈពេល25ឆ្នាំហើយប៉ុន្តែមិនរស់នៅបែកគ្នានោះទេពួកគាត់ទាំងពីរនាក់សុខចិត្តទ្រាំរស់នៅក្នុងផ្ទះជាមួយគ្នាគឺខេងមុខគ្នារាល់ថ្ងៃទៅវិញទៅមកហើយមូលហេតុដែលពួកគាត់ធ្វើបែបនេះលែងលះគ្នាហើយប៉ុន្តែមិននៅបែកគ្នានោះដោយសារតែពួកគាត់ទាំងពីរខ្លាចពាក្យសម្បត្តិដែលពួកគាត់ធ្លាប់ស្បត់ស្បាយជាមួយគ្នាបើនិយាយពីមនុស្សម្នាក់ពេលមានការឆ្លោះប្រកែកគ្នាឬក៏មានការលែងលះគ្នាហើយរមែងតែមើលមុខគ្នាមិនត្រង់នោះទេហើយថែមទាំងទាមទារបែងចែកកូនចៅនិងទ្រព្យសម្បត្តិរស់នៅដោយឡែកពីគ្នាទៀតផងប៉ុន្តែបែរជាមានប្តីប្រពន្ធតាយាយមួយគូពួកគាត់បានលែងលះគ្នាតាំងពីពួកគាត់ទាំងពីរនៅមានកម្លាំងកំហែងមកម្លេះប៉ុន្តែពួកគាត់មិនបែកទៅណានោះទេគឺមានន័យថារស់នៅក្នុងផ្ទះជាមួយគ្នាគឺខេងមុខគ្នាជារៀងរាល់ថ្ងៃហើយមូលហេតុដែលធ្វើឲ្យគាត់មិនអាចរស់នៅបែកគ្នាបាននោះពីព្រោះតែពួកគាត់ខ្លាចនៅពាក្យសម្បត្តិជុំវិញរឿងរ៉ាវខាងលើនេះលោកតាសឹមដែលគាត់មានអាយុ89ឆ្នាំជាអ្នករស់នៅក្នុងភូមិសំរោងធំស្រុកគៀនស្វាយខេត្តកណ្ដាលលោកតាបាននិយាយរៀបរាប់ឲ្យដឹងថារូបខ្ញុំមានស្រុកកំណើតនៅស្រុកបាណន់ខេត្តបាត់ដំបងឯណោះទេខ្ញុំគឺជាក្មេងកំព្រាឪពុកម្ដាយតាំងតែខ្ញុំមានអាយុ15ឆ្នាំមកម្លេះនៅក្នុងអំឡុងវ័យនោះខ្ញុំបានចាក់ចេញពីស្រុកបាណន់ខេត្តបាត់ដំបងមករស់នៅទីក្រុងភ្នំពេញដើម្បីរកការងារធ្វើគ្រាន់ចិញ្ចឹមជីវិតលោកតាសឹមនិយាយថាពេលដែលខ្ញុំមកដល់ទីក្រុងភ្នំពេញដំបូងខ្ញុំរកការងារធ្វើហើយជាកម្មករលីសែងនៅកំពង់ផែភ្នំពេញជារៀងរាល់ម៉ោងចេញពីធ្វើការងារខ្ញុំតែងតែមកហូបបាយនៅកន្លែងមួយនោះជារៀងរាល់ថ្ងៃហើយកន្លែងលក់បាយនោះគឺជាកន្លែងដែលខ្ញុំបានស្គាល់យាយរបស់ខ្ញុំនេះឯងបន្ទាប់ពីខ្ញុំចេះតែចេញចូលហូបបាយនៅកន្លែងនោះជារៀងរាល់ថ្ងៃដូច្នេះហើយពួកយើងទាំងពីរនាក់ក៏ចេះតែមានទំនាក់ទំនងរាប់អានគ្នាលុះពេលដែលខ្ញុំមានអាយុ20ឆ្នាំខ្ញុំក៏ចេះតែសម្លឹងឃើញយាយរបស់ខ្ញុំកាលនោះគាត់មានឈ្មោះថារឿងមើលកាន់តែយូរទៅស្អាតទៅខ្ញុំក៏ចាប់ផ្ដើមមានចិត្តស្រឡាញ់ទៅលើយាយខ្ញុំម្ដងបន្តិចរហូតធ្វើឲ្យខ្ញុំកាលនោះហ៊ានផ្ដោះផ្ដងវាចានៅពាក្យស្នេហាផ្អែមល្ហែមទៅរកយាយខ្ញុំលោកតានិយាយទៀតថាវាជារឿងធម្មតាទេសម្រាប់អ្នកលក់ដូររកស៊ីនោះតែងតែបានសម្ដីវោហារស័ព្ទហើយរហូតធ្វើឲ្យខ្ញុំកាន់តែស្រឡាញ់យាយរបស់ខ្ញុំងប់ងល់បាត់មុខមិនបាននោះទេរីឯយាយរបស់ខ្ញុំវិញកាលនោះពេលដែលដឹងថាខ្ញុំបានចាប់ចិត្តស្រឡាញ់ទៅលើរូបគាត់យាយខ្ញុំក៏មានចិត្តអាណិតនិងស្រឡាញ់មកខ្ញុំវិញដែរព្រោះម្យ៉ាងយាយខ្ញុំក៏ជាកូនកំព្រាដូចខ្ញុំដែរមិនយូរប៉ុន្មានទំនាក់ទំនងរបស់ពួកខ្ញុំទាំងពីរនាក់កាន់តែស្អិតរមួតទៅយកចិត្តថ្លើមនិងស្រឡាញ់គ្នាទៅវិញទៅមកហើយពួកខ្ញុំកាលនោះក៏នាំគ្នាទៅស្បត់នៅកន្លែងព្រះអង្គដង្កើដោយពួកខ្ញុំទាំងពីរនាក់បាននិយាយស្បត់សច្ចាថាពួកយើងទាំងពីរនាក់នឹងស្រឡាញ់គ្នារស់នៅជាមួយគ្នាអស់មួយជីវិតមិនថាមានរឿងអ្វីកើតឡើងនោះទេលោកតាបាននិយាយទៀតថាចាប់តាំងពីពេលនោះមកពួកខ្ញុំក៏បានយកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការនោះទេពីព្រោះថាយើងទាំងពីរនាក់គឺជាកូនកំព្រាដូចគ្នាហើយក៏គ្មានលុយរៀបការផងដែរកាលនោះពួកខ្ញុំបានមករស់នៅស្រុកកំណើតខាងប្រពន្ធរបស់ខ្ញុំជាអ្នករស់នៅក្នុងភូមិសំរោងធំឃុំសំរោងធំស្រុកគៀនស្វាយខេត្តកណ្ដាលបន្ទាប់ពីពួកខ្ញុំរស់នៅជាប្តីប្រពន្ធជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកពួកយើងក៏ទទួលបានកូនស្រីម្នាក់ហើយពួកខ្ញុំគឺស្រឡាញ់កូនស្រីនេះខ្លាំងណាស់ប៉ុន្តែជាអកុសលអ្វីកូនស្រីជាទីស្រឡាញ់របស់ខ្ញុំនាងក៏បានស្លាប់ចោលពួកខ្ញុំទៀតនៅពេលដែលកូនស្រីរបស់ខ្ញុំមានអាយុត្រឹមតែ3ឆ្នាំប៉ុណ្ណោះដោយកាលនោះកូនស្រីខ្ញុំនាងខ្វះជីវជាតិបំផុតរហូតដល់ធ្លាក់ខ្លួនឈឺធ្វើឲ្យពួកខ្ញុំជាឪពុកម្ដាយគឺមានការសោកស្ដាយនិងខូចចិត្តជាខ្លាំងពីព្រោះពួកខ្ញុំគិតថានឹងមានកូនចៅគ្រាន់បន្តពូជព
ងនឹងគេហើយប៉ុន្តែជាអកុសលកូនស្រីរបស់ខ្ញុំនាងរស់នៅជាមួយនឹងពួកយើងបានតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះក្រោយពេលដែលកូនស្រីរបស់ខ្ញុំស្លាប់ទៅមិនយូរប៉ុន្មានប្តីប្រពន្ធរបស់ខ្ញុំក៏ចាប់ផ្ដើមមានភាពរកាំរកូសឆ្លោះប្រកែកគ្នារាល់ថ្ងៃរាល់យប់ហើយនៅទីបំផុតនៅក្នុងអំឡុងឆ្នាំ1985ពួកយើងក៏បានសម្រេចចិត្តលែងលះគ្នារួចក៏បានលក់ដីដែលរដ្ឋចែកឲ្យហើយក៏មកតាំងទីលំនៅខាងក្រោយផ្ទះបងប្អូនរហូតមកដល់សប្តាហ៍នេះលោកតានិយាយទៀតថាទោះបីជាពួកយើងទាំងពីរនាក់បានលែងលះគ្នាក៏ដោយក៏ពួកយើងរស់នៅច្រកក្រោមដំបូលផ្ទះជាមួយគ្នានិងហូបចុកជាមួយគ្នាជួនកាលខ្ញុំជាអ្នកទិញម្ហូបរីឯយាយខ្ញុំគាត់ជាអ្នកទិញអង្ករនិងជួនកាលយាយខ្ញុំគាត់ជាអ្នកចាញ់ថ្លៃម្ហូបរីឯខ្ញុំជាអ្នកចាញ់ថ្លៃអង្ករជួនកាលពេលខ្លះក៏មានបងប្អូនកូនក្មួយពួកគេក៏យកបាយសម្លមកជូនពួកខ្ញុំគឺពួកយើងទាំងពីរនាក់មិនចាំបាច់ចេញលុយនោះទេលោកតាសឹមនិយាយថាចាប់តាំងពីពួកយើងលែងលះគ្នាគឺមានរយៈពេលជាច្រើនឆ្នាំហើយផងដែរហើយចំពោះមូលហេតុដែលពួកយើងលែងលះគ្នាហើយសុខចិត្តបន្តរស់នៅជាមួយគ្នាបែបនេះហាក់បីដូចជាបងប្អូននោះពីព្រោះថាពួកយើងទាំងពីរកុំឲ្យខុសនៅពាក្យសម្បត្តិការដែលពួកយើងស្រឡាញ់គ្នាដំបូងដែលបាននាំគ្នាទៅស្បត់សច្ចានៅចំពោះមុខព្រះអង្គដង្ការដោយស្បត់សច្ចាជាមួយគ្នាកាលនោះថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ពួកយើងរស់នៅជាមួយគ្នាអស់មួយជីវិតរហូតដល់ថ្ងៃស្លាប់រៀងៗខ្លួនដោយសារតែខ្លាចពាក្យសម្បត្តិបែបនេះហើយទើបពួកខ្ញុំទាំងពីរនាក់គឺសុខចិត្តរស់នៅជាមួយគ្នាក្នុងដំបូលផ្ទះតែមួយប៉ុន្តែបាននិយាយពីសម្ព័ន្ធភាពប្តីប្រពន្ធវិញគឺពួកយើងមិនមាននោះទេហើយវាប្រៀបបីដូចជាការរស់នៅដូចបងប្អូនអញ្ចឹងដោយឡែកលោកយាយរឿងវិញគាត់ក៏បាននិយាយរៀបរាប់ប្រាប់ដល់ក្រុមការងារទាំងសម្លេងខ្សៅនៅក្នុងវ័យ87ឆ្នាំហើយថាកាលពេលដែលពួកយើងទាំងពីរនាក់បានក្លាយជាប្តីប្រពន្ធដំបូងតារបស់ខ្ញុំនេះគាត់ឧស្សាហ៍នាំខ្ញុំទៅលេងនៅឯស្រុកកំណើតរបស់គាត់ណាស់លុះមកដល់នៅក្នុងអំឡុងឆ្នាំ1982តារបស់ខ្ញុំក៏លែងនាំខ្ញុំទៅស្រុកកំណើតរបស់គាត់រហូតមកព្រោះគាត់គ្មានលុយកាក់សម្រាប់ធ្វើដំណើរនិងម្យ៉ាងទៀតគាត់មិនដឹងថាសាច់សាលោហិតរបស់គាត់ស្លាប់ប៉ុន្មាននិងរស់នៅប៉ុន្មាននោះទេបន្ទាប់ពីពួកយើងបានលែងលះគ្នានោះមកក៏ពួកយើងមិនបានទៅរស់នៅបែកគ្នានោះទេគឺរស់នៅក្នុងផ្ទះតែមួយដូចជាបងប្អូនអញ្ចឹងហើយក៏តែងតែទៅវត្តជារៀងរាល់ថ្ងៃសិលជាមួយគ្នាផងដែរដោយលោកតាសឹមវិញគាត់ក៏បាននិយាយបន្តថាការធ្វើដូចនេះបានបញ្ជាក់ថាយើងនៅមានជីវិតរស់នៅត្រូវតែខិតខំសាងនៅកុសលផលបុណ្យឲ្យបានច្រើនដើម្បីឲ្យជាតិក្រោយពួកយើងទាំងពីរនាក់បានคล้ายទៅជាប្តីប្រពន្ធជាមួយគ្នាម្ដងទៀតកុំឲ្យអភ័ព្វដូចជាតិនេះអីដែលមានជីវភាពក្រហើយគ្មានកូនចៅនឹងគេទៀតដែលឡែកសប្តាហ៍ថ្ងៃលោកតាវិញគាត់ជាគណៈកម្មការអាចារ្យវត្តនៅក្នុងស្រុកគៀនស្វាយផងដែរហើយក៏ជាអាចារ្យភ្លុកផងដែរចំណែកឯលោកយាយវិញគាត់គឺជាអ្នករកស៊ីលក់នំបន្តិចបន្តួចគ្រាន់តែកំដរជីវិតរបស់គាត់ចាស់ពុកម៉ែបងប្អូនអ្នកស្ដាប់នេះគឺជារឿងរ៉ាវដែលតាក់ទងទៅនឹងតាយាយមួយគូដែលពួកគាត់បានលែងលះគ្នាអស់រយៈពេលច្រើនឆ្នាំហើយប៉ុន្តែពួកគាត់សុខចិត្តរស់នៅក្នុងផ្ទះជាមួយគ្នាមានន័យថាគឺអត់ទៅរស់នៅឆ្ងាយពីគ្នានោះទេជាធម្មតាប្រសិនបើប្តីប្រពន្ធទូទៅកាលណាលែងគ្នាហើយគឺតែងតែបែកផ្លូវគ្នាទៅរស់នៅរៀងៗខ្លួនកុំថាឡើយតែនិយាយជាមួយគ្នាសូម្បីតែមើលមុខគ្នាគឺមិនត្រង់នោះទេហើយប្រសិនបើមានបញ្ហាឆ្លោះប្រកែកហើយក៏មិនចង់ឃើញមុខដែរប៉ុន្តែបើក្រឡេកមកមើលតាយាយមួយគូនេះវិញក្រោយពេលដែលពួកគាត់បានលែងលះគ្នាហើយក៏ពួកគាត់នៅជាមួយគ្នាដែរហើយមូលហេតុដែលគាត់មិនចោលគ្នាបែបនេះដែលគាត់បាននិយាយថាមុនពេលដែលគាត់ស្រឡាញ់គ្នាដំបូងហ្នឹងពេលនោះពួកគាត់នាំគ្នាទៅស្បត់ស្បែសច្ចានៅចំពោះមុខព្រះអង្គដង្កើធ្វើជាសាក្សីចំពោះគូស្នេហ៍របស់គាត់កាលនោះពេលដែលនៅវ័យក្មេងកាលនោះស្រឡាញ់គ្នាខ្លាំងដូច្នេះហើយក៏នាំគ្នាទៅស្បត់ស្បែសថាពួកយើងទាំងពីរនាក់សូមស្បត់សច្ចាថារស់នៅជាមួយគ្នាអស់មួយជីវិតទោះបីជាមានរឿងរ៉ាវអ្វីក៏ដោយក៏មិនចោលគ្នាដែរដោយសារតែពាក្យសម្បត្តិបែបនេះហើយទើបធ្វើឲ្យតាយាយគាត់សុខចិត្តរស់នៅជាមួយគ្នាបែបនេះរហូតមកទោះបីជាគាត់មានឈ្មោះថាបានលែងលះគ្នាក៏ពិតមែនរីឯការ
ហូបចុកវិញពេលខ្លះតាគាត់ចេញអង្គទៅរីឯយាយគាត់ជាអ្នកចេញម្ហូបហើយពេលខ្លះតាចេញម្ហូបយាយចេញអង្គហើយថ្ងៃខ្លះបើសិនជាមានកូនចៅក្មួយគេយកបាយម្ហូបមកជូនទៅគឺពួកគាត់អត់ត្រូវអស់លុយនោះទេទោះបីជាពួកគាត់លែងលះគ្នាក៏ដោយប៉ុន្តែពួកគាត់តែងតែបបួលគ្នាទៅវត្តធ្វើបាយម្ហូបទៅវត្តជារៀងរាល់ថ្ងៃសិលដោយក្នុងនោះលោកតានិយាយថាពួកយើងធ្វើដូច្នេះគឺដើម្បីសន្សំនៅកុសលផលបុណ្យក្នុងជាតិនេះឲ្យបានច្រើនដើម្បីឲ្យជាតិក្រោយពួកគាត់ទាំងពីរនាក់នឹងឲ្យបានคล้ายទៅជាប្តីប្រពន្ធជាមួយគ្នាម្ដងទៀតប៉ុន្តែកុំឲ្យអាភ័ព្វដូចក្នុងជាតិនេះអីឲ្យស្រឡាញ់គ្នាបានច្រើនរស់នៅជាមួយគ្នាឲ្យមានសុភមង្គលបានច្រើនជាងជាតិនេះហើយកុំឲ្យអាភ័ព្វដូចជាតិនេះពីព្រោះថាជាតិនេះក្រហើយគ្មានកូនចៅហើយប្តីប្រពន្ធរបស់គាត់ត្រូវលែងលះគ្នាបែបនេះហើយដូច្នេះគាត់ពីអ្នកតាយាយរៀងរាល់ថ្ងៃសិលអត់ដែលខាននោះទេដឹងតែបបួលគ្នាទៅវត្តពុំដែលខានមួយសិលនោះទេចាពុកម៉ែបងប្អូនសម្រាប់រឿងរ៉ាវរបស់តាយាយមួយគូនេះពិតជាប្លែកខ្លាំងមែនតែនហើយរឿងរ៉ាវរបស់តាយាយគឺបង្កប់នៅអត្ថន័យជ្រាលជ្រៅខ្លាំងមែនតែនកម្រនឹងជួបប្រទះឃើញគូរបស់ពួកគាត់ណាស់ដែលលែងលះគ្នាហើយនៅតែអាចរស់នៅជាមួយគ្នាបែបនេះគឺមិនមានការខឹងគ្នាក៏មិនមានការគុំគួនគ្នាដែរគឺដល់ពេលបាយមកហូបបាយជុំគ្នាទល់មុខគ្នានិយាយគ្នាធម្មតាហើយគាត់ក៏និយាយថាឥឡូវនេះទោះបីជាសម្ព័ន្ធភាពជាប្តីប្រពន្ធលែងមានទៀតក៏ដោយប៉ុន្តែការរស់នៅបែបនេះពួកគាត់ចាត់ទុកថាដូចជាបងប្អូនជាមួយគ្នាអញ្ចឹងចាពុកម៉ែបងប្អូនក្រោយពេលដែលបានស្ដាប់នៅរឿងរ៉ាវរបស់តាយាយខាងលើហើយបងប្អូនមានមតិយោបល់បែបណាដែរអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានអរគុណដល់ពុកម៉ែបងប្អូនដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំនៅរឿងរ៉ាវក្រោយៗបន្តទៀត